ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់បញ្ជូនទៅតុលាការករណីស្រវឹងបើករថយន្តបុកជាមួយនឹងម៉ូតូរ៉ឺម៉កស្លាប់ម្នាក់និងរបួស5នាក់នៅថ្ងៃទី18ខែមេសាឆ្នាំ2025នេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិងបញ្ជូនអ្នកបើករថយន្ត Lexus NX 200T ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុន K4 ក្នុងសង្កាត់ទូសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីនេះបញ្យងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញសូមបញ្ជាក់ផងដែរថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី16ខែមេសាឆ្នាំ2025រវាងរថយន្ត Lexus NX 200T ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BS 3393ជាមួយម៉ូតូរ៉ឺម៉ក Max Sirius ពណ៌ខ្មៅគ្មានស្លាកលេខនៅត្រង់ចំណុចមុខក្រុមហ៊ុន K4 នៅលើផ្លូវជាតិលេខ5ភូមិផ្សារតូចសង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញបណ្ដាលឲ្យភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ម្នាក់និងរបួស5នាក់ផ្សេងទៀតបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកបើករថយន្តឈ្មោះថោមករាភេទស្រីអាយុ27ឆ្នាំជាជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ044 045ផ្លូវបេតុងថ្មីភូមិព្រៃជីស័កសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរនិងធ្វើតេស្តជាតិអាល់កុលជាលទ្ធផលមានជាតិស្រវឹង 0.73 មីលីក្រាមក្នុង1លីត្រខ្យល់